ចូលឆ្នាំថ្ងៃទី1ខ្ញុំបានទៅលេងប្រេកកំពីនៅស្រុកសម្បូរតែមិនភ្លេចទេបាទឆ្លៀតចូលលេងនៅភ្នំសម្បុកជាភ្នំប្រវត្តិសាស្ត្រស្ថិតនៅក្នុងទឹកដីស្រុកសម្បូរផងដែរបាទពេលនេះគឺបានចូលមកដល់ច្រកបាទភ្នំសម្បុកហើយក៏បានឡើងមកលេងបាទហើយនៅពេលនេះគឺថាឡើងតាមកម្មចិន្តាជាមួយពូបាទបងក៏ដូចជាមិត្តភ័ក្តិផងដែរបាទហើយកម្មចិន្តានេះគឺវែងហើយខ្ពស់មែនតែនមិនដឹងថាមានប្រមាណ100កម្មទេបាទក៏ឡើងបណ្ដើថតបណ្ដើទេសភាពអមសងខាងចិន្តាផងដែរបាទពូគាត់ថាឡើងហត់ពេកបាទអង្គុយចំក្រាចិន្តាសិនបាទហើយខ្ញុំក៏ឆ្លៀតថតបាទនៅជុំវិញនេះគឺរដូវប្រាំងអញ្ចឹងស្លឹកឈើវាជ្រុះអស់ខ្លះបាទទេសភាពក៏វាទៅតាមនឹងដែរបាទហើយពូបានឡើងមកដល់ក៏អង្គុយលើកៅអីបាទនៅលើភ្នំផងដែរបាទនេះគឺមិនទាន់ដល់កំពូលភ្នំប្រហែលទេបាទហើយខ្ញុំក៏បានដើរថតតែម្នាក់ឯងរូបព្រះពុទ្ធបរមាអញ្ចឹងណាបាទហើយគ្នាក៏ឡើងទៅបាត់អញ្ចឹងទៅបាទខ្ញុំដើរមើលសัตว์មើលអីស្ដាប់ភ្លេងស្ដាប់អីអញ្ចឹងណាបាទហើយមានស្វាមានអីអញ្ចឹងទៅដើរតែម្នាក់ឯងទេដោយសារតែចែកផ្លូវគ្នាខ្លះទៅខ្នេះខ្លះទៅក្នុងអញ្ចឹងណាបាទហើយនិយាយទៅទូរស័ព្ទអត់បានថតគ្រប់ជ្រុងជ្រោយទេដោយសារតែយើងទៅលេងព្រែកកំពីមួយថ្ងៃអញ្ចឹងទូរស័ព្ទវាអស់ភ្លើងសល់តែ20%ក៏ឆ្លៀតថតកន្លែងចំណុចសំខាន់អញ្ចឹងទៅបាទបងប្អូនយើងឆ្លងកាត់នៅព្រែកកំពីបាទមកលេងព្រែកកំពីបាទកុំភ្លេចចូលលេងភ្នំសម្បុកផងដែរបាទជាភ្នំប្រវត្តិសាស្ត្រពីបុរាណមកបាទនិយាយទៅយើងឡើងបានពាក់កណ្ដាលចង្កេះភ្នំសម្បុកយើងក៏លេចទៅមើលត្រើយខាងលិចបាទគឺឃើញបាទមានទន្លេបាទឆ្នេរខ្សាច់ឆ្នេរអីយើងមើលទៅឃើញច្បាស់មែនតើបើសិនជាបងប្អូនចង់ឃើញច្បាស់គឺឡើងទៅដល់កំពូលភ្នំបាទខ្ញុំអត់បានឡើងដល់ទេដោយសារតែហត់ពេកបាទហើយថ្ងៃក្តៅទៀតអញ្ចឹងណាបាទឥឡូវគឺថានាំគ្នាចុះមកវិញហើយមានអារម្មណ៍ថាស្រស់ស្រាយមែនតើបន្ទាប់ពីយើងបានដើរលេងឆ្លងកាត់ច្រើនកន្លែងបាទហើយចុះមកវិញក៏ឆ្លៀតថតបាទរូបដំរីបាទនៅខាងក្រោមជើងភ្នំផងដែរនៅច្រកផ្លូវចូលបាទហើយបងប្អូនយើងបាទធ្វើដំណើរបាទប្រកបដោយសុវត្ថិភាពផងដែរកុំភ្លើតភ្លើនរកការធ្វើដំណើរបាទទៅផ្ទះវិញដោយសុខសុវត្ថិភាពទាំងអស់គ្នា